អស្តង្គតនៃប្រជាជាតិមួយរបស់អ្នកនិពន្ធលោកតាជុតខៃគឺជាប្រឡោមលោកបែប autobiography លាយឡំជាមួយនឹងប្រវត្តិសាស្ត្រក្នុងសម័យខ្មែរក្រហមចន្លោះឆ្នាំ1975ដល់ឆ្នាំ1979សាច់រឿងនៅក្នុងសៀវភៅនេះនឹងនិយាយលម្អិតអំពីដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់របស់លោកតាក្រុមគ្រួសាររបស់លោកតាផ្ទាល់ហើយនិងប្រជាជនខ្មែររាប់សែននាក់ទៀតដែលត្រូវជម្លៀសចេញពីទីក្រុងភ្នំពេញដោយបង្ខំដោយក្រុមខ្មែរក្រហមនៅថ្ងៃទី17មេសាឆ្នាំ1975អ្នកអាននឹងបានស្វែងយល់អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតមួយនេះនិងសាច់រឿងនៃការធ្វើដំណើររបស់ក្រុមគ្រួសារខ្មែរទៅកាន់តំបន់ផ្សេងៗគ្នាដែលពោរពេញទៅដោយការគំរាមកំហែងនិងគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគាត់ក្រោយពីខ្ញុំបានអានសាច់រឿងនៅក្នុងសៀវភៅនេះចប់វាធ្វើឲ្យខ្ញុំស្លុងអារម្មណ៍ទៅនឹងសាច់រឿងហើយអង្គុយសញ្ជឹងគិតដល់ជីវិតប្រជាជនខ្មែរយើងនៅសម័យហ្នឹងហើយវាធ្វើឲ្យខ្ញុំចង់ស្វែងយល់ឲ្យស៊ីជម្រៅបន្ថែមទៀតអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនេះសាច់រឿងធ្វើឲ្យខ្ញុំយល់បន្ថែមអំពីភាពលំបាកនិងទុក្ខវេទនារបស់ប្រជាជនខ្មែរយើងនៅក្នុងសម័យមួយហ្នឹងដែលវាធ្វើឲ្យខ្ញុំត្រូវទៅអានសៀវភៅមួយទៀតដែល Pol Pot Regime សរសេរដោយលោក Ben Cannon និងសៀវភៅមួយទៀត National Geography Traveler Cambodia ដើម្បីសិក្សានិងស្វែងយល់អំពីប្រទេសយើងបន្ថែមជា overall conclusion ខ្ញុំពិតជាចូលចិត្តសាច់រឿងនៅក្នុងសៀវភៅនេះខ្លាំងមែនទែនទាំងការសរសេរនិងការប្រើពាក្យពេចន៍របស់អ្នកនិពន្ធហើយត្រង់ចំណុចខ្លះគាត់លេងពាក្យការលេងសើចនិងកំប្លុកកំប្លែងច្រើនដែលកំឡុងពេលដែលអានវាធ្វើឲ្យខ្ញុំអស់សំណើចទៅនឹងសាច់រឿងហើយក៏ភ័យជំនួសគាត់ផងដែរអំពីដំណើរជីវិតរបស់គាត់សាច់រឿងរៀង fast pace ដោយសារតែអ្នកនិពន្ធគាត់ detail ទៅលើសកម្មភាពរបស់តួអង្គច្រើនហើយនឹងទីតាំងសំខាន់ៗផងដែរប៉ុន្តែខ្ញុំគិតថាគាត់ធ្វើបានល្អខ្លាំងដោយសារតែវាស័ក្តិសមទៅនឹងស៊ីមនៃសាច់រឿងទាំងមូលរបស់គាត់ខ្ញុំពិតជាណែនាំឲ្យអ្នកទាំងអស់គ្នាយកសៀវភៅមួយនេះមកអានខ្លាំងហើយចង់ឲ្យអ្នកទាំងអស់គ្នាស្វែងយល់និងសិក្សាបន្ថែមអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះ